រឿងកាលពីព្រេងដំណាលថាមានចាស់ប្រធាចារ្យអ្នកប្រាជ្ញប្រាយចេះចប់បីដកផងទាំងឡាយរាល់ថ្ងៃខ្វល់ខ្វាយរឿងសិក្សាមានសិស្សចេញចូលជាប់រហូតទៅសុំរៀនសូត្រពីធម៌អាអ្នកស្រុកគោរពគ្រប់អាត្មាយល់ថាកត់ចាស់អ្នកចេះដឹងចាត់ចែងធ្វើកិច្ចវត្តប្រតិបត្តិក្នុងនាមបរិស័ទទើបខំប្រឹងមិនមែនរៀនសូត្រតែប៉ុណ្ណឹងកត់ប្រឹងរកផ្លូវវិបស្សនាតាខិតខំប្រឹងបានផ្ទៀងផ្ទាត់គំនិតរបស់គាត់មានប្រាថ្នាព្រោះគាត់ចង់ស្គាល់ឋានទេវតាទើបខំបដិញ្ញាឥតស្រាកស្រានថ្ងៃមួយគាត់កំពុងតែស្មឹងស្មាតធ្វើខ្លួនយ៉ាងស្អាតក្នុងកម្មដ្ឋានស្រាប់មានអ្វីមកពញ្ញប្រានហើយបានឮច្បាស់ហេតុភេទល្អសំលេងព្រះឥន្ទបានប្រមានឲ្យអ្នកសិលទៀនខំបន្តព្រឹកស្អែកស្រាងត្រូវស្លៀកសចេញទៅឧត្តរកុំងាករេព្រោះផ្លូវឋានសួគ៌បានបើកទ្វារឲ្យមនុស្សគ្រប់គ្នាទុះយើងគេអ្នកមានសិលធម៌ឥតទំនេរឮទេយើងប្រាប់ទៅកុំខានព្រឹកឡើងព្រឹទ្ធាចារ្យក៏បានគិតដើរប្រាប់អ្នកចិត្តខាងប៉ុន្មានបើប្រាប់ច្រើនពេកនាំរំខានហើយស្ទះដល់ប្រាណទៅជាយ៉ាងណាបើអញ្ចឹងអញប្រាប់តែសិស្សជំនិតដែលនៅចិត្តក្បែរសាលាបើប្រាប់អ្នកឆ្ងាយក្រែងបែកការបាត់លៀបអាត្មានាំវឹកវរពេលនោះដំណើរនៃចាស់ព្រឹទ្ធនិងសិស្សជំនិតសែនអបអរចេញពីព្រលឹមជាបន្តឈូឆរឥតជួបជុំគ្នាអីខ្លះដើរមុខក្រោយបន្តភាវនាធัวជាប់ឥតមានស្ដីដំណើររាងកោងឈ្ងោកមើលដីធ្វើហាក់ជាហីដូចធម្មតាពេលនោះថ្លែងពីអង្គទេវិនសម្ដេចអមរិន្ទត្រៃត្រឹង្សាបានឆ្វេងយល់ពិតពីព្រឹទ្ធាចារ្យនាំសិស្សអាត្មាដើរតាមផ្លូវស្លៀកសពាក់សតាំងភាវនានឹកអង្គភគវាបានត្រឹមត្រូវតើចិត្តគេនោះយ៉ាងណាទៅព្រះអង្គទ្រង់នៅកើតសង្ការព្រះអង្គប្រែកាយជាដូនចាស់ស្រេកទឹកខ្លាំងណាស់ក្នុងព្រឹក្សាស្រែកហៅរកសិស្សលោកអាចារ្យសូមជួយមេត្តាស្វែងរកទឹកតែសិស្សទាំងអស់ឥតមានងាកគ្មានឮសូរពាក្យអ្វីទាំងព្រឹកព្រោះតាគ្រប់រូបបាននឹកគិតបើថយរកទឹកនាំខូចការហើយដើរទៅមុខអត់មកកទុះយាយអង្វរខ្លាំងយ៉ាងណាខ្លះខ្លាចយឺតដំណើរខ្លាចខូចការខានឡើងទេវតាព្រោះឧបសគ្គមកដល់ដំណើរចាស់ព្រឹទ្ធាពេលនោះឥន្ទ្រាចង់ដឹងជាក់ក៏ប្រែក្រឡាជាស្រីម្នាក់ស្រែកធ្ងោវាទៈនៅចំពោះថាអោលោកអាយជាអ្នកណាជួយយកអាសាកុំដើរហួសត្បិតខ្ញុំគ្រប់ខែហើយឈឺពោះសូមជួយសង្គ្រោះដល់ខ្ញុំផង
តាព្រឹត្តភ្នែកបាត់មាត់ភាវនានឹករោគសួគ៌ឥតឆ្លើយឆ្លងនឹកថាបើសិនជួយនាងផងខ្លាចខូចបំណងនាំខកការដំណើរទៅមុខអត់ឆ្លើយតទុះនាងអង្វរខ្លាំងយ៉ាងណាព្រោះចង់ឲ្យដល់ឋានទេវតាដោយក្តីប្រាថ្នាខ្លួនជឿជាក់ចាស់ព្រឹត្តដើរផុតមិនតាន់ព្រឹកលិចជន់ប្រមឹកទាំងពីរនាក់ដៃសែងអតិនក្បាលទទាក់ញ័រញាក់ខ្លួនប្រានប្រឡាក់ដីឮសំលេងធ្ងោថាវិឈឺពោះសូមជួយសង្គ្រោះព្រោះមានផ្ទៃប្រមឹកទាំងពីរកើតភិតភ័យដោយឃើញរូបស្រីដេកស្ដោកស្ដឹងតាំងពីគ្រាន់តែឮកាលណាដាក់អតិនស្រាខំសម្លឹងប្រពន្ធលោកណាដើរអញ្ចឹងមិនដឹងថាខ្លួនដែលគ្រប់ខែប្រមឹកអាណិតចិត្តចំបែងរូបគេរូបឯងយើងត្រូវតែគិតគូរកអស់ភ្លើងវ័ខ្សែត្រូវតែថ្នាក់ថ្នមដូចជាគ្រួសារលុះនាងបានឆ្លងទន្លេផុតខ្លះរកអស់ដុតខ្លះចាក់ស្រារកថ្នាំសង្កូវដូចធម្មតាទៅផ្សាកសួរការទៅរកស្រីតើនាងមានផ្ទះនៅឯណាបានជាយាត្រាកណ្ដាលព្រៃនាងប្រាប់ខ្ញុំមកសូមកុំភ័យខ្ញុំជួយដល់ប្តីងាយរក្សាព្រះអិនយល់ច្បាស់ពីអ្នកប្រមឹកស្រាផឹកមែនពិតតែចិត្តអាចារ្យពេលនោះព្រះអង្គក៏ប្រែក្រឡាចេញជាកាយាដូចដើមវិញប្រមឹកទាំងពីរស្រឡំកាំងហាក់ដូចផន់ផ្លាំងកើតទោមនិញចុះតើរូបនាងជាអ្វីមិញមានចេញរស្មីភ្លឺត្រចះព្រះអិនថានេអ្នកសម្ភីកុំអាលចិត្តពីគិតផ្ដេសផ្ដាស់យើងជាព្រះអិនឋានកៃឡាសចង់ច្បាស់ចិត្តមនុស្សទាំងប្រុសស្រីទើបរកវិធីបែបនេះណាប្រានប្រែក្រឡាបដូររូបថ្មីជាអ្នករងគ្រោះកណ្ដាលព្រៃដើម្បីសាកចិត្តគុំនិតអ្នកឥឡូវឃើញថាអ្នកចិត្តធម៌ឯងជាមនុស្សល្អយើងមិនលាក់ឯងអាចទៅបានឋានសួគ៌ជាក់ទៅទាំងពីរអ្នកកុំប្រកែកយើងឲ្យសម្បត្តិមួយសន្លឹកឯងចេញពីព្រឹកនាថ្ងៃស្អែកឆ្ពុះទៅឧត្តរនឹងឃើញប្លែកមានមនុស្សចម្លែកច្រើនត្រៀបត្រាថ្លែងពីព្រឹទ្ធានិងសិស្សចំណិតបានទៅដល់ពិតផ្លូវទេវតាលុះចូលទៅដល់ទ្វារសីមាឃើញសុទ្ធទេវតាយាមតាមផ្លូវអ្នកយាមឥតមានហាមខត់សោះបើកទ្វារចន្លោះឲ្យចូលទៅខាងក្នុងមានអ្នកបង្ហាញផ្លូវ